គិតទៅសៀមបញ្ចោក្បួនមែនបងប្អូននៅតែប្រើល្បិចកលដដែលយើងនិយាយគ្នាថាល្បាតអត់ប្រើកំភ្លើងទេអត់ប្រើសម្ភារៈអាវុធទេទាហានខ្មែរយើងគឺអត់មានប្រែទាំងអស់គឺដៃទេនេះកំពុងរត់នេះប៉ុន្តែពួកទាហានថៃក៏បែរជាប្រើកំភ្លើងសិតតែអាវុធទំនើបបាញ់មកទាហានខ្មែរយើងបាទសម្រាប់ដួលនេះវិញអញ្ចឹងមិនថាពួកអស់នេះទុកចិត្តមិនបានទេបងប្អូនបាទពួកសៀមនេះទុកចិត្តមិនបានមែនការនិយាយអីពួកគាត់នឹងធ្វើមិនបានល្បិចច្រើននិយាយមិនដែលពិតទេអញ្ចឹងត្រូវប្រយ័ត្នបងប្អូនកងទ័ពយើងនៅតាមជួរមុខព្រំដែនសូមអរគុណដែលសូមមើលឃ្លីបវីដេអូនេះពេញៗនេះគឺជាសកម្មភាពមួយដែលថតបានឃើញទាហានខ្មែរយើងល្បាតអត់មានអាវុធទេបាទក៏រត់គេចពីក្រកកំភ្លើងពួកថៃបន្ទាប់មកក៏ត្រូវគេបាញ់ស្លាប់ភ្លាមដួលនឹងកន្លែង